การនៅtôiឲ្យតែមានអីកាយដីកាយអីធ្វើផ្លូវហ្នឹងនាំគ្នាទៅអង្គុយមើលអីកាយដីហើយថ្ងៃនេះខ្ញុំអង្គុយមើលអីកាយដីដែរតែកាយដីជីកស្រះនៅក្បែរផ្ទះបន្តិចដើម្បីយកត្រីហូបនៅរដូវផ្ការីកឆ្នាំក្រោយនិយាយលេងឯនៅរដូវត្រីចុះអីចឹងណាបងប្អូនកុំឲ្យខាតបងប្អូនមកដល់ផ្ទះហើយឆ្លៀតកាយតិចទៅចង់កាយយូរហើយប៉ុន្តែអត់ដែរបានកាយអញ្ចឹងក៏ឆ្លៀតកាយទៅនិយាយទៅចម្រើនណាបងប្អូនម៉ែអត់នៅផ្ទះកូននេះលួចកាយស្រះកន្លែងហ្នឹងពីដើមគឺមានដំបូកធំមួយមានដើមអំពិលមានដើមត្នោតមានដើមម្កាក់ដើមអីចឹងណាច្រើនមែនតើហើយក្រោយមកប៉ាម៉ាក់ខ្ញុំក៏កកាយដំបូកនឹងចោលបលុំដើមត្នោតដើមអំពិលអីចោលបរៀបដីធ្វើស្រែព្រោះកន្លែងហ្នឹងស្រែតែដល់ពេលថ្ងៃនេះចម្រើនណាស់កូនម៉ាក់អត់នៅអត់នៅលួចកាយស្រះកន្លែងខំបរៀបធ្វើស្រែពីមុនដំបូកឥឡូវកើតទៅជាលងនិយាយទៅកន្លែងហ្នឹងខ្ញុំទំយកអិចកកាយដំបូកបាន2ឆ្នាំឥឡូវកូនកាយស្រះម្ដងហើយនិយាយទៅអត់មានកកាយណាឆ្ងាយទេកាយជាប់របងផ្ទះនឹងឯងបងប្អូនព្រោះកន្លែងហ្នឹងពីបោត្រីណានៅខែរដូវដល់ត្រីចុះអីចឹងគឺកកនៅនឹងប្រោយដល់ពេលអញ្ចឹងកាត់បែកជាគំនិតកាយស្រះកាយជាកូនស្រះទូចមួយដើម្បីឲ្យត្រីវារស់នៅដើម្បីចិញ្ចឹមជីវភាពខ្ញុំទៅថ្ងៃក្រោយចិញ្ចឹមជីវភាពទៅថ្ងៃក្រោយបងប្អូនគិតមើលស្រះនៅក្រោយផ្ទះមួយឡើងប៉ុណ្ណាណៃនេះពីត្រីវិញមួយឆ្នាំចាប់ដាក់មិនចេះតែរាប់រយគីឡូហើយអាពេលធ្វើម្ហូបមិនដែលនៅឃើញថាតបងត្រីនៅស្រះក្រោយយកមកធ្វើម្ហូបទេហើយបើបងវិញមិនដែលបានត្រីធំទេស្រះវាធំពេករួចបងម្ដងបានតែត្រីក្រាញមួយថ្នាញ3 4គីឡូហ្នឹងអាពេលទឹកស្រក់នៅតិចឯងបងប្អូនតែបើទឹកច្រើនបងបានត្រីស៊ីទេក្នុងស្រះមានត្រីមានកាយប៉ុន្តែដល់ពេលម៉ោងធ្វើម្ហូបនៅឃើញតែផ្សារនៅឃើញតែទិញត្រីគេលោកអាយឡូហើយអាត្រីស្រះក្រោយហ្នឹងហូបមិនអស់ហងហ្នឹងណាមិនដែលបានហូបផងហើយឥឡូវមកជីកស្រះអីមួយទៀតនេះនិយាយទៅមានលុយក្នុងដៃតិចតួចមិនបានហ្មងហើយជីកហ្នឹងក៏មិនជីកច្រើនដែរបងប្អូនជីកតែកន្លះម៉ោងទេកន្លះម៉ោងហ្នឹងទៅបានកូនស្រះទូចមួយគ្រាន់បានត្រីអីអញ្ចឹងណាហើយដល់ពេលយើងហូបយើងចង់ហូបក៏យើងស្រួលយកវាហូបដែរព្រោះវាទូចយើងបងតែមួយស្នាញ់មកក៏ដោពេញមួយស្រះហ្មងតែជាក់ស្ដែងមិនដឹងជាហូបត្រីស្រះមិនដឹងជាហូបត្រីផ្សារតែគិតថាប្រហែលជាហូបត្រីផ្សារច្រើនជាងហើយនិយាយទៅការពិតទៅគាត់យកមកផ្ញើនៅផ្ទះហ្នឹងណាដល់ពេលអញ្ចឹងទៅក្រោកព្រលឹមឡើងហ្នឹងគឺបំផ្លាញលុយខ្ញុំទាំងព្រលឹមមកចង់ជីកយូរហើយតែអត់បានជីកដល់ពេលឥឡូវយកមកដាក់ដល់ផ្ទះហើយមុនគាត់ទៅចេញទៅធ្វើការគាត់ឲ្យគាត់ជីកកន្លះម៉ោងសិនទៅទាំងព្រលឹមឲ្យខ្ញុំមិនតាន់លុបមុខងូតទឹកហ្មងហ្នឹងណាហើយជីកអីហើយហ្នឹងក៏ខ្ញុំរៀបចំទៅចការដែរបងប្អូនហ្នឹងហើយមុននឹងខ្ញុំទៅចការក៏ខ្ញុំសុំមកលាបលេការពារកម្ដៅថ្ងៃមួយសិនបងប្អូនពីព្រោះអីអាកាសធាតុក្ដៅខ្លាំងហើយរដងគឺខ្ញុំលាបជាមួយនឹងលេការពារកម្ដៅថ្ងៃ Shiny Skin ណាជាលេការពារកម្ដៅថ្ងៃដែលមានកម្រិតការពារកម្ដៅថ្ងៃបានខ្ពស់ល្អជួយធ្វើឲ្យមុខរបស់យើងមានសំណើមការពារមុខកុំឲ្យឡើងអាចរុយឡើងជាំឡើងរោលកទួលក្រហមហើយមួយទៀតហ្នឹងជួយធ្វើឲ្យមុខរបស់យើងហ្នឹងភ្លឺថ្លាជាងមុនមួយកម្រិតដែរបងប្អូនហើយអីដែលសំខាន់ហ្នឹងShiny Skin គឺជាផលិតផលស្តង់ដារពីប្រទេសកូរ៉េបងប្អូនខ្ញុំចូលចិត្តលាបច្រើនណាលាបច្រើនទុកបន្តិចទៅគឺចូលមុខអស់ហើយមុនចេញទៅចការហ្នឹងខ្ញុំមកអឺតមើលស្រះខ្ញុំសិនចេញទឹកបានប៉ុណ្ណាបងប្អូននេះចេញដល់ត្រឹមដង្ហើមទឹកដែលវារដូវនេះប៉ុណ្ណឹងចឹងណាបងប្អូនទឹកធំមកឡើងប៉ុណ្ណឹងកំពូលជើងហើយវីដេអូខ្ញុំថ្ងៃនេះក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនបាយបាយ